ប្រពន្ធចូលជាជាអ្នកចំអិនអាហារល្អបំផុតហើយមិនទេជាពូនខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចាឆាគ្រឿងឬសម្លមិនខុសសមរាល់ថ្ងៃខ្ញុំចាំតែបាយផ្ទះកំត្រឹមទីលានចាំមិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយហើយឆ្ងាញ់រសជាតិមិនដែលដែរចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសដូចស្នេហ៍របស់នាងចកកាន់ទីចំអិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយហើយឆ្ងាញ់រសជាតិមិនដែលដែរចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសនៅស្នេហ៍របស់ខ្ញុំខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចារូបាយឆាសំឡកគោឆាត្រឡប់សាច់គោមើលទៅឆ្ងាញ់ចង់ញ៉ាំជារៀងរាល់ថ្ងៃពីបើគេសួរថា chef ខ្ញុំស្នេហារំណាខ្ញុំមិនតែងមិនស្ទាក់ស្ទើរក៏ឆ្លើយថាប្រពន្ធខ្ញុំជាអ្នកចំអិនដ៏ឆ្លៀងនាងល្អអញខ្ចោក្នុងផ្ទះរបស់ខ្ញុំហើយប្រពន្ធខ្ញុំល្អជាងគេចំអិនមុំហូបឲ្យខ្ញុំស្រឡាញ់ពេកទៅរៀងរាល់ថ្ងៃខ្ញុំសប្បាយចិត្តណាស់ចកកាន់ទីចំអិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយហើយឆ្ងាញ់រសជាតិមិនដែលដែរចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសនៅស្នេហ៍របស់ខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចារូបាយឆាសំឡកគោឆាត្រឡប់សាច់គោមើលទៅឆ្ងាញ់ចង់ញ៉ាំជារៀងរាល់ថ្ងៃហើយគេសុថា chef ខ្ញុំស្នេហារណាខ្ញុំបន្តិចមិនស្ទើរស្ទើរបើឆ្លើយថាប្រពន្ធខ្ញុំជាអ្នកចំអិនដ៏ឆ្លៀងនាងល្អអិនខ្ចោក្នុងផ្ទះរបស់ខ្ញុំហើយប្រពន្ធខ្ញុំអជាងគេចំអិននឹងហូបឲ្យខ្ញុំស្រឡាញ់ពេកទៅរៀងរាល់ថ្ងៃខ្ញុំសប្បាយចិត្តណាស់ប្រពន្ធចូលជាអ្នកចំអិនអាហារល្អបំផុតហើយមិនទេជាពូនខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចាឆាគ្រឿងឬសម្លមិនខុសសមរាល់ថ្ងៃខ្ញុំចាំតែបាយផ្ទះកំត្រឹមទីលានចាំមិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយហើយឆ្ងាញ់រសជាតិមិនដែលដែរចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសដូចស្នេហ៍របស់នាងចកកាន់ទីចំអិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយហើយឆ្ងាញ់រសជាតិមិនដែលដែរចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសនៅស្នេហ៍របស់ខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចារូបាយឆាសំឡកគោឆាត្រឡប់សាច់គោមើលទៅឆ្ងាញ់ចង់ញ៉ាំជារៀងរាល់ថ្ងៃពីបើគេសួរថា chef ខ្ញុំស្នេហារំណាខ្ញុំមិនតែងមិនស្ទាក់ស្ទើរក៏ឆ្លើយថាប្រពន្ធខ្ញុំជាអ្នកចំអិនដ៏ឆ្លៀងនាងល្អអញខ្ចោក្នុងផ្ទះរបស់ខ្ញុំហើយប្រពន្ធខ្ញុំល្អជាងគេចំអិនមុំហូបឲ្យខ្ញុំស្រឡាញ់ពេកទៅរៀងរាល់ថ្ងៃខ្ញុំសប្បាយចិត្តណាស់ចកកាន់ទីចំអិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយហើយឆ្ងាញ់រសជាតិមិនដែលដែរចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសនៅស្នេហ៍របស់ខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចារូ
បាយឆាសំឡកគោឆាត្រឡប់សាច់គោមើលទៅឆ្ងាញ់ចង់ញ៉ាំជារៀងរាល់ថ្ងៃហើយគេសុថា chef ខ្ញុំស្នេហានរណាខ្ញុំបន្តិចមិនស្ទើរស្ទើរបើឆ្លើយថាប្រពន្ធខ្ញុំជាអ្នកចំអិនដែលឆ្លៀងនាលអអិនខ្ចោះក្នុងផ្ទះរបស់ខ្ញុំហើយប្រពន្ធខ្ញុំអជាងគេចំអិននឹងហូបឲ្យខ្ញុំស្រឡាញ់ពេកទៅរៀងរាល់ថ្ងៃខ្ញុំសប្បាយចិត្តណាស់